ដើម្បីចូលទៅប្រើប្រាស់ Facebook ឬក៏ Telegram បានប៉ុន្តែយើងត្រូវការបង្កើតគណនីដែលមានបញ្ចូលនៅ email និងលេខទូរស័ព្ទហើយអ្វីដែលសំខាន់បំផុតនោះគឺពាក្យសម្ងាត់ហើយពាក្យសម្ងាត់នេះហើយគឺជាប្រធានបទរបស់យើងនៅថ្ងៃនេះពាក្យសម្ងាត់មានច្រើនទីកន្លែងណាស់ប៉ុន្តែបើយើងមិនស្វែងយល់វាឲ្យច្បាស់លាស់នោះទេវានាំមកនូវបញ្ហាជាច្រើនតោះថ្ងៃនេះកម្មវិធីអក្ខរកម្ម Digital នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីពាក្យសម្ងាត់ថាតើវាអាចនាំមកនូវហានិភ័យអ្វីខ្លះហើយមានវិធីសាស្ត្រយ៉ាងណាខ្លះទៅធ្វើឲ្យពាក្យសម្ងាត់ទាំងនោះមានសុវត្ថិភាពឥឡូវនេះយើងកំពុងស្ថិតនៅម្ដុំសាលាវណ្ណដាដើម្បីដឹងពីមតិយោបល់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមថាតើពួកគាត់ដឹងអីគេខ្លះពីបញ្ហាពាក្យសម្ងាត់ថ្ងៃអូនប្រើ Facebook អត់ប្រើមួយឆ្នាំហើយយូរដែរបងនៅចាំ password របស់ Facebook យើងអត់អូលេចអត់បានដូរបងបើចាំហ្នឹងដោយសារ note ក្នុង note បើឲ្យចាំមកអត់ចាំទេ Facebook ហ្នឹងអីបង្កើតខ្លួនឯងឬក៏អ្នកបង្កើតពេញទូរស័ព្ទមកគឺបង្កើតឲ្យអញ្ចឹងមានដឹងថាពាក្យសម្ងាត់ password អីចូល Facebook ហ្នឹងអីស្គាល់របស់ខ្លួនឯងអត់អូហ្នឹងអត់ខ្ញុំមិនសូវចាំទេប៉ុន្តែខ្ញុំមានខ្ញុំមានតែខ្ញុំអត់ចាំចាខ្ញុំគាត់ទុកបារម្ភតែខ្លាចអ្នកខលខូចអីគេបករបស់យើងគេចុះអញ្ចឹងណានិយាយទៅប្រើតែថ្ងៃទី9មកបង្កើតឲ្យតែចាំ password ខ្លួនឯងអត់ចាំបើមានបញ្ហា account យើងអីទៅគិតមិនទៅដឹងអត់ដឹងដែរបងដល់លើចុងក្រោយនៅពេលណាដែរប្រហែលឆ្នាំមុននេះបង2ឆ្នាំមុនយូរដែរចាយូរដែរដោយសារតែពេលដាក់នេះវាជា password តែ4ខ្ទង់ឯងបងអញ្ចឹងទៅអាចនឹងមានគេ hack អីចឹងណាបងជាអត់ចាប់ទេយូរដែរដឹងមួយឆ្នាំជាងឯងចាគិតថា password របស់យើងមានសុវត្ថិភាពអត់គិតyes 50មូលហេតុអីមិនគិតថាវា strong វាមិនមែនជាភពកណាឬវាមិនមែនជាលេខអីមួយគ្រាន់យើងចេះដាក់ហ្នឹងវាមានអក្សរហើយលេខអូនអាចដឹងថាមួយណាជា password ដែលខ្លាំងឬក៏មួយណា password ដែលខ្សោយអត់យើងគិតថា6អាចជាខ្លាំងជាងហ្នឹងយើងរក្សាទុក password មិនដែរកត់ចូល note បង note តែពេលដូរហ្នឹងខ្ញុំអត់បានកត់ទៅយើងទៅភ្លេចចាខ្ញុំរក្សាទុកក្នុងសភៅឬក្នុង note ក្នុងទូរស័ព្ទហ្មងចាបងគិតថាការរក្សាទុកទាំងអស់ហ្នឹងវាមានសុវត្ថិភាពអត់កាត់ហើយទូរស័ព្ទយើងជាប់លេខកូដរហូតយើងអាចអត់ប្រហែលអត់ភ័យរឿងគេលួចហ្មងទូរស័ព្ទអត់ភ័យរឿងគេលួចព្រោះក្នុងបានទៅមានលុយប៉ុន្តែលេខកូដធនាគារចាំអត់មានកត់ទុកនៅណាអត់ឬក៏ចាំហ្មងចាំហ្មងទូរស័ព្ទអីដល់ពេលដាក់លេខកូដនោះវាកាំងវិញហ្នឹងហើយកាំងវិញដល់ពេលអញ្ចឹងអត់ធម្មតាអញ្ចឹងចាអញ្ចឹងអីលេង Facebook រងថ្ងៃអីរងថ្ងៃហ្នឹងគាត់ថាវាមានសុវត្ថិភាពអត់ឬក៏ខ្លាចគេបោកគេអីអត់តាម Facebook យើងអត់ដែរនេះហើយយើងគ្រាន់មើលរូបភាពហើយមើលណាមិននេះយើងអូសចោលណាយើងល្អមើលអញ្ចឹងយើងមើលទៅតែមានបញ្ហាតតងនឹង password ហ្នឹងឬក៏គេ hack អីអត់ធ្លាប់ពេលហ្នឹងគេ alert មកលេខទូរស័ព្ទដៃតបមកក៏ចូលទៅឆេងម្ដងទៀតហើយដូរ note ដូចគ្នាគាត់ចង់រក password ឬក៏ដូរ password ខ្លួនឯងអត់ចង់ក៏ប៉ុន្តែអត់ដឹងថាធ្វើម៉េចដល់ search តាម YouTube ដល់ពេល search ទៅអូយគិតទៅរកអត់ចាញ់តាមរយៈការសួរសំណួរស្ទាបស្ទង់ហើយយើងឃើញថាសិស្សនិស្សិតខ្លះក៏ដឹងអំពីបញ្ហាពាក្យសម្ងាត់ហើយខ្លះទៀតភ្លេចទាំងពាក្យសម្ងាត់របស់ខ្លួនឯងទៀតតែបើសម្រាប់ចាស់ៗវិញគឺនៅមានបញ្ហាច្រើនតែម្ដងប៉ុន្តែបើយើងងាកទៅមើលអំពីការប្រើប្រាស់ប្រព័ន្ធ Digital នាសម័យនេះគឺមានភាពទូលំទូលាយមែនទែនក្នុងនោះកម្ពុជាយើងមានប្រមាណ10លាននាក់ដែលអាចប្រើប្រាស់ទូរស័ព្ទដៃបានសាកស្រមៃទៅមើលថាមនុស្ស10លាននាក់បើមានតែ 1% មិនដឹងអំពីបញ្ហាពាក្យសម្ងាត់ដែលជាមូលដ្ឋានសុវត្ថិភាពដ៏សំខាន់តើពួកគេអាចនឹងប្រឈមហានិភ័យអ្វីខ្លះដូច្នេះយើងទៅជួបជាមួយអ្នកជំនាញដើម្បីយល់ដឹងអំពីរឿងនេះចឹងបងតាមរយៈដែលយើងចុះទៅខាងក្រៅយើងបានជួបជាមួយនឹងសិស្សនិស្សិតផ្សេងសួរតាក់ទងទៅនឹងរឿងប្រើប្រាស់បណ្ដាញសង្គមហើយនឹងអាចថាជាមូលដ្ឋានគ្រឹះ Digital ដូចជា password អីជាដើមពាក្យសម្ងាត់អីហ្នឹងអ្នកខ្លះក៏ដឹងតែអ្នកខ្លះទៀតភ្លេច password ខ្លួនឯងឬក៏អត់សូវដូរទេតែបើនិយាយពីចាស់វិញគាត់អត់ខ្វល់ហ្មងប្រើមើលតែវីដេអូអត់ខ្វល់ password នឹងអីគេក៏អត់ដឹងដែរអញ្ចឹងចង់ដឹងពីខាងបងវិញថាតើអាចថា password ឬក៏ពាក្យសម្ងាត់ហ្នឹងជាអីគេដែរបាទអូខេអរគុណបាទជាការពិតបើយើងបែកចែកទៅលើអ្នកប្រើប្រាស់បាទចាស់គាត់មិនថាអំពូមីងខ្ញុំទេបាទក៏គាត់អត់ចាប់អារម្មណ៍ដែរអញ្ចឹងទូទៅគាត់ថាលេខកូដអីគេបើយើងនិយាយពាក្យចេះទេ password អីគេជួនកាលគាត់ដឹងអាហ្នឹងគេហៅលេខកូដទេបាទពេលលេខកូដសម្ងាត់វាជាផ្នែកមួយសម្រាប់ចឹងធម្មតាឧទាហរណ៍ថាយើងចូលផ្ទះបាទ
chụp tới cái giờ thời ca lấy cô đây lấy cô cái sao bà sao là ngày bà bây giờ ô tô họ chỉ đánh cứ đôi con sao chứ dân cho sao pra không tiếc chứ dân tôi mình sao mùi cho từ tam tôi mới có tôi mình sao từ đây bà gì ô tô họ nó cứ phải chỉ số vô chuyện mà lấy cô xong ngặt chẳng lấy cậu sủng khăn năng đôi chỉ sao mùi chẳng vì miền sản sủng khăn mạch đá để mong bố nhé ai thấy cua tầm miền password có cua tầm miền con sao ấy đó cái bit dân tơ tầm miền bởi vì ta cù tái đừng tới bởi những lực và biệt trời tái về loại chuyện mình ta chạm bách á rồi sáng ô tô dân miền tây bà dân miền tây dân miền sao thì lấy cô sủng ngặt năng tế chẳng dân sao mờ mới dân phục tía ở bò mùi ok chôm đọc tía ở miền sao thì chẳng dân sớm mai mờ mới thì dân nơi bà nơi chôn bọt ở đấy nè bà nơi tì cong sớm mai mờ bà chẳng vì ai miền chôn bà trao lùi chôn tới ok chẳng là vì chạm bách dân tơ tại miền bà đã Việt Nam chỉ đừng mùi sinh tiền bà chẳng cả đã password thì có đã lệ sủng ngặt ấy tầng ở nâng dân phở bàn từ lờ ấy cây khạc này bà chẳng bà dân bàn trái vì có bà tu tới dân bà gì từ lờ propon internet thì có dân pra từ lờ digital nắng và chẳng dân từ cả có đôi chỉ dân chụp đi hiện mùi dân thế dân từ pra propon Facebook cầm thi chụp chơi robot messenger rồi có telegram bà chẳng dân từ cả có tầm bay pra về có nói kế tu sập tầm nợ bà vậy clay bà chẳng phải chắc cứ tu sập tầm nợ dân pra bà chẳng dân từ cả nè chẳng lấy code từ miền cà phê có lấy code trong ngặt xào là cà phê có mà toán hay tới cà phê ấy kế bà lấy code bảy châu từក្នុងcó dân pra mùi cầm thi mùi tiền cầm thi cái này bao nhiêu mùi bà chính dân từ miền được hiện đại ok chắc như pra tiền là lơ có tiền cầm thi hồng nướng hay cái đôi chia bà này khác có pra tam cầm thi miền tế dân pra tam bây giờ cầm thi bằng internet tới có từ miền được hiện đại chẳng bà này lơ smartphone rồi có tủ sập bao nhiêu nắng chẳng ai đã chơi tụm rồng ấy cây khạc này anh lơ tu sắp bà tu tới vì miền tràn form tràn tầm rúng bà lơ tu sắp dưỡng á bà chia sẻ từ lơ bò bông có bà lơ iPhone có miền bà chạy GP bà bình dụng sụp dưỡng á bà ai tha Apple cho những cái bà tin này smartphone bà Apple nó sụp không ai bà cho những cái tấm mỏ Android rồi mình một chục nuôi tràn bà chạy tam bà phải tu sắp bà phải tu sắp chẳng tu tới cứ dương mình cái bà tầm rúng cả đã lấy pin nứng bà PIN nứng bà bịa vì chia tù lấy thế chia lấy sọt bà buông tông gục một tông bà cái đã tới bà cái bà chia tình này biometric nữa bà đôi chia scan mấy bà gạo đai bà là pne được có chạm mục còn là lực mà bà bao lời Android có pattern pattern cu riêng sỏi chứ nó chứ nó từng on nó chỉ dừng ai cạp tiền lựa cỏ ok chẳng ai tha môi nào đã tập hiệp được có thơm mất ở việc kháng gì kể này dạ xin vui lỏ bà thấy sớm ta để đọc nên là chả bảo lòng cho mình ấy bà chẳng lấy code bây giờ kết tha srul hay năng từ ba bà hạt bà chẳng strong rồi có khăng bà biệt mũi tiếp thay nhưng lấy code với nhưng lấy code clay cho bà chẳng bà chẳng nhưng thôi đằng biệt tha viết sau ấy nó người ta dân xua chạm để bà pa từng nhóm bà từng code bà từng ở đấy xua chấm cứ xua dân xua chấm đẹp xế để có chua chun khơi khối có xua chấm được nè bà chẳng dân thơm mấy bà xua tê được nè chẳng dân đã thơm mấy ở khăng bà chẳng khăng tới khăng mà bật ná dân từ đã tao tam cầm thí được có app được có còn muốn để có đồng rồi app on nắpประมาณ tu dân từ anh ưu tí ho ba này bọn thang khăn nắng vì mệt hay sao nắng vì mệt này ok ưu tí ho tha bà dân ưu tí ho đang chơi đáy nhé bạn realize chơi đáy dân mệt tiệt ở trong ưu tí ho 4 thì cho tao bón bạn sao dân mình sao tin sao ưu tí ho nó đã ta sao muối sao đứng sau ta thu thay cho gì cái này bạn thì chẳng là sao thay đang sọt việc vui bạn sao thu thay bạn sao việc sao bà cắt đã chỗ cắt chỗ mùi tiết sao đây cái miền chạy cái tê phơ rừng mòm khăng cả đôi lịch cột mà khăng trắng nhưng sớm mai mơ tới bà sao dương cắt nghề xuống cái xu cả chạy bà sao khăng dù phần tay mình thay sọt việc rồi phần tay bị dù rọp sập ngay như tao thôi cái bạn tì bà chẳng tao lòng với lời digital nhưng vĩnh mình tham gia cầm thì tế bà dân đã lại lịch cột sớm mặt kháng cứ ở đây là vẫn cứ một bạn đang tì đời cà prao bị chạy cái tên là muối đại quạt chìm tiền dục bạn vì lịch cột sớm mặt nặng bà lịch cột sớm mặt sáu ô tô họ tha nhóm mua chấm nàn chẳng nhóm sẽ tha lịch cột đó nè bà put password về lịch cột sớm mặt nó về xong tôi là bà lịch cột sớm mặt nó cứ vì lì lom cho mùi năng so xin vì là so tôi thông mình từ
ហើយមិនអសលេខចឹងទៅបាទហើយ8ទូឡើងទៅបាទកាន់ណាវិញកន្លោបាទនឹងខ្លាំងហើយអញ្ចឹងខ្សោយឧទាហរណ៍ថាខ្ញុំឈ្មោះចំណានខ្ញុំសរសេរជាខ្មែរចុះលេខកូដខ្ញុំណាខ្ញុំដាក់ចំណានខ្ញុំសេអសចអសអមអូខេអញ្ចឹងសេសាមញ្ញហ្នឹងណាហើយដាក់មកណាមចឹងទៅហើយ1 2 3លេខខ្មែរទាំងអស់ឧទាហរណ៍ហ្នឹងសាមញ្ញហ៎1 2 3បាទទោះបីយើងប្រើបែបជាអក្សរខ្មែរ Unicode ហ្នឹងក៏ដោយឬក៏យើងប្រើអ្នកខ្លះក៏ដាក់លេខកូដជាភាសាអង់គ្លេសអញ្ចឹងដាក់ទៅចំណាន C អក្សរ C ធម្មតាទៅ C សេឈ្មោះយើងយកមកឬក៏ថ្ងៃខែកំណើតហ្នឹងទៅបាទហ្នឹងគេថាស្រាល password ខ្សោយដល់ពេល password ខ្លាំងវាបញ្ចូលទាំងអីគេបាទខ្ញុំនិយាយមុននឹងមិញបាទមានទាំងអក្សរតូចអក្សរធំមិនមែនជាអក្សរមានសញ្ញាសម្គាល់ផ្សេងៗបាទសញ្ញាសម្គាល់ផ្សេងៗដូចជាសញ្ញាទងជ្រូកផ្កាយឧទានជាដើមទៅបាទអញ្ចឹងយើងបញ្ចូលនេះឧទាហរណ៍របស់ខ្ញុំឈ្មោះចំណានអញ្ចឹងខ្ញុំសរសេរអក្សរខ្មែរដែរចស្អំដែរតែខ្ញុំប្រើអក្សរថែមអក្សរឡាតាំងមួយទៀតឧទាហរណ៍អក្សរអង់គ្លេសណាបាទដាក់ n មួយទៀតទៅហើយដាក់សញ្ញា add ទៅហើយដាក់លេខទៀតទៅហើយខ្ញុំដាក់8ខ្ទង់ឡើងទៅអូខេអញ្ចឹងកាន់តែវែងកាន់តែល្អបាទបើជាតាមអង្គការមួយបាទស្ថាប័ន staysafe.online.org ដូចជា password 12ខ្ទង់ឡើងក្នុងការ compromise បាទក្នុងការព្យាយាមស្វែងរកដូចជា1 billion year 1000 លានឆ្នាំបានព្យាយាមបែបប្របាយបានណាក្នុង12ខ្ទង់ឡើងដោយប្រើលេខកូដខ្លាំងតែបើ12ខ្ទង់ឡើងសូម្បីតែអ្នកដាក់ក៏ពិបាកចាំដែរអញ្ចឹងយើងគួររក្សាទុកមិនទៅបាទអូខេបាទស្រួលល្អបាទអញ្ចឹងរឿងហ្នឹងជារឿងមួយដែលពិបាកដែរបាទអញ្ចឹងជាបទពិសោធន៍ទូទៅយើងត្រូវដឹងថាបើសិនបើបងទុកកន្លែងណាដែលសុវត្ថិភាពដែលគិតថាសុវត្ថិភាពចា៎បាទអញ្ចឹងអ្នកខ្លះក៏ប្រើកម្មវិធីសម្រាប់ផ្ទុកទៅកម្មវិធីមួយចំនួនទៅបាទក៏មានគេខ្លះដែរបងដូចជា Dasland បាទឬក៏ iKeeper ទៅបាទអញ្ចឹងសូម្បីយើងប្រើ platform កម្មវិធីរបស់កម្មវិធីរបស់ Google ក៏គាត់មានកម្មវិធីសម្រាប់គ្រប់គ្រងលេខកូដដែរពេលយើងលុកដាក់ចូលទៅក្នុង website ឬក៏កម្មវិធីមួយចំនួនអញ្ចឹងណាវា keep លេខកូដហ្នឹងឲ្យបាទ keep ឲ្យយើងទៅអាហ្នឹងសម្រាប់អ្នកទូទៅប៉ុន្តែបើសម្រាប់បងខ្លះគាត់ពិបាករឿងហ្នឹងបាទអញ្ចឹងអត់មានអីទេបែប note ទុក all style បាទវិធី note ទុកបាទអញ្ចឹងវាជាវិធីល្អដែរហើយមូលហេតុអីអ្នកខ្លះគាត់ឲ្យគាត់ដាក់លើទូរស័ព្ទរបស់គាត់បាទអញ្ចឹងដល់ពេលបញ្ហាទូរស័ព្ទទៅអស់លេងភ្លេចអស់លេងអាហ្នឹងជារឿងប្រឈមច្រើនអញ្ចឹងគាត់ទុកទៅបាទគាត់កន្លែងណាមួយទៅគាត់ប៉ុន្តែគាត់មិនគាត់ធ្វើម៉េចកុំដាក់ឈ្មោះពេញឧទាហរណ៍ខ្ញុំគេនិយាយ Facebook របស់ខ្ញុំសេថាលេខកូដសម្ងាត់ Facebook អញ្ចឹងយើងដាក់សម្គាល់ទៅខ្លីថាអូខេដាក់អក្សរ F ឬក៏ face ទៅឧទាហរណ៍សេខ្មែរណាបាទយ៉ាងសេភាសាប្រៀបជែកទេដាក់ face ទៅចុច2ទៅលេខកូដហ្នឹងទៅគាត់ទុកឲ្យដាក់អ្វីដែលនៅយើងគិតថាសុខភាពអញ្ចឹងតាមកាបូបលុយបើយើងទៅដាក់គាត់ទុកកន្លែងណាមួយទុកឲ្យស្រួលអញ្ចឹងថ្ងៃក្រោយអាចមើលបានអូខេបកទៅរឿង password ឬក៏អីទាំងអស់ហ្នឹងវិញបើសិនជាយើងប្រើប្រាស់នៅ password ខ្សោយអីទាំងអស់ហ្នឹងយើងអាចប្រឈមនឹងហានិភ័យអីគេខ្លះដែរបាទពាក់ព័ន្ធទៅនឹងការប្រើប្រាស់លេខសម្រាប់ខ្សោយអញ្ចឹងជាទូទៅយើងត្រូវដឹងថាយើងបុគ្គលម្នាក់បាទនៅក្នុងពិភពអ៊ីនធឺណិតបាទនិយាយពីអ្នកប្រើប្រាស់អ៊ីនធឺណិតទូទៅពិភពលោកវាបាទជាជនសរុប8000លាននាក់អញ្ចឹងអ្នកប្រើប្រាស់អាចថា 60% ចុះបាទអញ្ចឹងក្នុងហ្នឹងយើងមានម្នាក់ម្នាក់ដែរអញ្ចឹងធម្មតាទេពិភពអ៊ីនធឺណិតបាទមានល្អមានអាក្រក់ដូចយើងពិភពជាស្ដែងដែរបាទអញ្ចឹងយើងកុំគិតថាបុគ្គលទាំងអស់សុទ្ធតែល្អបាទព្យាយាមភ្ជាប់មកយើងតាមបណ្ដាញសង្គមតាម Telegram បាទអូខេអញ្ចឹងយើងត្រូវចេះបាទចេះរក្សាខ្លួនយើងឲ្យបានល្អចុះបើអីគាត់តែមើល Facebook មើលតែវីដេអូគាត់ថាបាច់ដឹងពាក្យសម្ងាត់បាច់ខ្វល់រឿងពាក្យសម្ងាត់ក៏បានដែរគាត់មើលតែធម្មតាមើលតែវីដេអូហ្នឹងគាត់គួរហើយវាអត់មានរឿងអីផងអញ្ចឹងហេតុអីបានគាត់ត្រូវគិតខ្វល់រឿង password អីទាំងអស់ហ្នឹងបាទជាធម្មតាទេនៅពេលដែលយើងអត់ទាន់មានបញ្ហាអីបាទអញ្ចឹងប្រហែលជាអត់មានបញ្ហាក៏ថាបើគាត់អត់សំខាន់ទេបាទពេលអញ្ចឹងក៏ថាអត់សំខាន់ទេមានអីគាត់ថាមើលពុំមានមើលអីបាទប៉ុន្តែយើងគិតថាផលប៉ះពាល់ព្រោះយើងដូចខ្ញុំនិយាយមុនហ្នឹងដែរថាយើងភ្ជាប់ខ្លួនយើងទៅកាន់ពិភពលោកពិភពអ៊ីនធឺណិតហ្នឹងធំបាទយើងអត់ដឹងថាបុគ្គលនោះពិតមិនពិតទេបាទអញ្ចឹងបើយើងថ្ងៃណាមួយយើងធ្វើលេខធ្លោបាទឆ្លោះធ្លុយបាទឆ្លោះធ្លុយមានថាគេពាក្យពីគេថាគេចូលមកគេនៅយើងឬក៏ពាក្យភាសានេះ hacker បាទក៏ព្យាយាមចូលមកគេនៅរបស់យើងស្គាល់លេខកូដយើងដល់យើងអត់បានការពារផ្សេងចូលមកយើងគេអាចយកទៅប្រើប្រាស់ផ្សេងបាទអញ្ចឹងផ្សេងវិញវាអាចប៉ះពាល់ទៅនឹងគេឈ្មោះរបស់យើងបាទពេលគេចូលមកដឹងធម្មតាទេវាគាត់ដឹងថាអីទេដល់ពេលទៅគាត់មិនព្យាយាមពាក់ព័ន្ធនឹងលុយកាក់គេនៃបុគ្គលណាគាត់យកទៅទៅកូនបងប្អូន
ô khơi mờ xa nắng tao tháo xa nắng thọp tiệt tông chủ cá cắt trâu tao mơ hay hay cớ bạn chuồn khơi khối cắt trâu mơ ở sáng thọp nhà lùi cả chứ cắt ai tơ tiền lùi cả mà nó đọcไป drama ដឹង ai đọc nhà lùi tao bạn anh nắng có miếng cả này đây ok anh nắng sẽ pop តែគាត់ប្រើយូរឆ្នាំឬក៏គាត់ប្រើបណ្ដាញសង្គមយូរគាត់ដឹងហើយតើនឹងធ្វើ FA ទាំងអស់ហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យបងលំអិតបន្ថែមអាចថាឬក៏បញ្យល់សម្រាយអំពីអា tool មួយហ្នឹងបាទ tool FA បាទពេលទេបាទ tool 2 FA បាទ tool FA ពាក្យពេញ two factor authentication អញ្ចឹងវាត្រូវការផ្ទៀងផ្ទាត់ពីរជាន់បាទពីរជាន់វាត្រូវការឧទាហរណ៍មួយយើងមានលេខកូដសម្ងាត់យ៉ាងមួយហើយអូតូម៉ាទិកដូចយើងឧទាហរណ៍ទៅលើជាស្ដាយនៅផ្ទះរបស់យើងបាទផ្ទះរបស់យើងថាផ្ទះយើងនៅទីជនបទចុះអត់មានរបងទេប៉ុន្តែខ្ញុំគិតថាអាចថាពីច្រើនគឺគាត់ត្រូវមានចាក់សោផ្ទះគាត់ចេញទៅណាបាទគាត់ចាក់របងចាក់សោកម្រិតណានឹងយើងអត់និយាយទេបាទត្រូវចាក់សោមកតង់ហើយអូខេអញ្ចឹងអាហ្នឹងលេខកូដសម្ងាត់របស់គាត់មួយអញ្ចឹងដល់ពេល2FA ហ្នឹងបាទឬក៏លេខកូដ2កតាឬក៏2ជាន់ហ្នឹងបាទវាដូចកន្សោមួយទៀតអញ្ចឹងពេលគាត់ចូលទៅម្ដងហើយគាត់ដាក់កន្លែងណាមួយសោនឹងមកជាន់ទៀតដើម្បីចូលទៅហើយបាទការពារមកតង់ទៅត្រង់មកគេចូលដល់កន្លែងតំបន់ដែលគឺកថាសំខាន់ជាពិសេសថាទូដែកបាទសឹកខ្សែបាទតែឥឡូវក៏ដាក់ធនាគារអស់ហើយបាទអញ្ចឹងអានឹងក៏ដាក់មកតង់ទៀតហើយអញ្ចឹងទោះបីគេស្គាល់លេខសោទី1ទៅសោទី2គឺត្រូវតែមានសោទី2អាចចូលទៅបានបាទអញ្ចឹងវាជួយការពារកិត្តិយសរបស់គាត់បានខ្ពស់បាទហើយចំណុចមួយទៀតឧទាហរណ៍ថាបងខ្លះគាត់ទិញទូរស័ព្ទមកបាទថ្មីឬក៏មកទឹកបាទអញ្ចឹងវាអាចជាប់កិត្តិយសរបស់គេជាងគាត់ធ្វើឲ្យបាទអញ្ចឹងបងណាដែលគាត់ប្រើបង្កើតកិត្តិយសហ្នឹងឲ្យជាងបង្កើតឲ្យមិនថាបណ្ដាញសង្គមឬក៏អ៊ីមែលបាទបងធ្វើតែធ្វើម៉េចបើការទូទាត់ពីកតានឹង 2FA ហ្នឹងណាអញ្ចឹងវាឧទាហរណ៍ថាបងគាត់ឲ្យជាងកាត់ឲ្យអញ្ចឹងលេខកូដដូចសោផ្ទះហ្នឹងបាទជាងច្រឡំមួយយើងមួយអូខេអញ្ចឹងមានថាគាត់អាចមានសិទ្ធិជួបផ្ទះយើងបានអូខេហើយយើងចូលពេលខ្លះក៏អត់ដឹងដែរបាទអញ្ចឹងយើងត្រូវធ្វើម៉េចបាទយើងបើកពីរជាន់ហ្នឹងទៅដើម្បីយើងទាញសិទ្ធិមកបើគាត់អត់ដឹងវិធីក្នុងការបដូរលេខកូដសម្ងាត់យើងដាក់ពីរជាន់ហ្នឹងទៅពីរជាន់ហ្នឹងវាទាមទារការបញ្ជាក់តាមឯគេតាមរយៈសារទូរស័ព្ទហើយអញ្ចឹងលេខទូរស័ព្ទយើងនៅនឹងស្រាប់អញ្ចឹងពេលផ្ញើមកយើងជាម្ចាស់ហ្នឹងអញ្ចឹងអាហ្នឹងជាវិធីមួយដែលសុវត្ថិភាពបំផុតដែរបាទសម្រាប់ការពារបើយើងគិតថាសម្រាប់បើគាត់ប្រើប្រាស់កិត្តិយសហ្នឹងឲ្យគេប្រកាសឲ្យអញ្ចឹងណាបាទជាវិធីមួយដែលល្អបំផុតដែរបាទចុះសម្រាប់រយៈពេលវិញបងតែតទៅនឹងការដូរពាក្យសម្ងាត់អីទាំងអស់ហ្នឹងយើងគួរមានរយៈពេលប៉ុណ្ណាដែលយើងត្រូវដូរឬក៏រយៈពេលប្រហែលដែរដែលយើងគួរតែដូរពេលប៉ុនសំណួរឡើយហ្នឹងពីមុនដូចជាគេការកំណត់បាទតាមស្ថាប័នរបស់ NIST បាទសហរដ្ឋអាមេរិកបាទវិជាស្ថានហ្នឹងគាត់ស្តង់ដារប្រកាសស្តង់ដារមួយចំនួនទៅលើអ៊ីនធឺណិតហ្នឹងណាបាទអញ្ចឹងក៏គាត់ recommend ជំនាន់មុនហ្នឹងណាបាទដូចជា90ថ្ងៃបាទប៉ុន្តែឥឡូវដូចជាអត់លើកទឹកចិត្តថារយៈពេលប៉ុណ្ណាទេប៉ុន្តែបើយើងដូរកាន់ញឹកកាន់ល្អដែរដើម្បីអីអាស្រ័យទៅលើការប្រើប្រាស់របស់គាត់បើសិនមកគាត់គិតថាគាត់ជាបុគ្គលម្នាក់ដែលមានអតិថិជនច្រើនឧទាហរណ៍របស់គាត់រុស្ស៊ីមានថាអតិថិជនក្នុងដៃរបស់គាត់ច្រើនណាចា friend របស់គាត់ឧទាហរណ៍មិត្តភ័ក្តិរបស់គាត់លើ Facebook មាន5000យើងគិតមកអតិថិជនគាត់ប្រើហ្នឹងសម្រាប់រុស្ស៊ីឯងអញ្ចឹងយើងត្រូវគិតដែរចុះបើសិនបើកិនគាត់មានបញ្ហាអញ្ចឹងអតិថិជនរបស់គាត់ប៉ះពាល់បានច្រើនអញ្ចឹងយើងបាត់អតិថិជនយើងនិយាយខ្លីអញ្ចឹងយើងធ្វើមិនបាទអញ្ចឹងយើងបើយើងខ្លាចថាអូដូរញឹកពេកទៅអត់ចាំអញ្ចឹងយើងត្រូវដឹងថាចុះបើមានបញ្ហាផលប៉ះពាល់កម្រិតណាបើសិនបើយើងអត់សូវដូរឧទាហរណ៍អញ្ចឹងបាទចំពោះខ្ញុំផ្ទាល់បបិសាទទូទៅខ្ញុំលើកទឹកចិត្តឲ្យដូរលេខកូដបើយើងឧស្សាហ៍ដូរបាទរយៈពេលប៉ុណ្ណាដែលយើងគិតថាវាចាំបាច់ជាពិសេសនៅពេលដែលយើងសង្ស័យថាអូប្រហែលជាឧបករណ៍ផ្សេងទៀតព្យាយាមចូលមកដូចផ្លែឧបករណ៍ខ្លះសុកគេបាទលោកកូដផ្សេងយើងគិតថាហ្នឹងយើងអាចផ្លាប់ដូរភ្លាមប៉ុន្តែបើយើងគិតថាយើងគូតែដូរបាទរយៈពេលមួយយើងកំណត់ខ្លួនយើងទៅកំណត់ថាអូខ្ញុំគូតែដូរដោយសារដូចខ្ញុំនិយាយមុនហ្នឹងតែជនខ្ញុំច្រើនណាស់លើដៃរបស់ខ្ញុំចុះបបាត់ទៅមិនទៅអញ្ចឹងដូរ3ខែដូរម្ដងទៅមានអីពិបាកបាទអញ្ចឹងយើងដាក់មិនលេខកូដយើងគួរដាក់កុំឲ្យដូចគ្នាថាគាត់ប្រើ Facebook ដាក់អញ្ចឹងប្រើ Telegram ឧទាហរណ៍ប្រើទៅលើបណ្ដាញសង្គមផ្សេងទៀតដាក់អញ្ចឹងដូចគ្នាដែរអញ្ចឹងលើកទឹកចិត្តក៏ដាក់ខុសគ្នាទៅជាចុងក្រោយអរគុណបងច្រើនមែនតើដែលបានចំណាយពេលចូលរួមកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានចែករំលែកអំពីគន្លឹះសំខាន់ដូចជាពាក្យសម្ងាត់ខ្លាំងដែលគេពិបាកនឹងទាយពាក្យសម្ងាត់ខ្សោយដែលខ្លីងាយចាំប៉ុន្តែអាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដូចជាមានគេអាចចូលគណនីឬក៏ធ្វើរឿងមិនល្អណាមួយប៉ុន្តែក្នុងករណីដែលយើងសង្ស័យយើងអាចធ្វើការផ្លាស់ប្ដូរពាក្យសម្ងាត់ឲ្យបានញឹកញាប់ឬក៏ចាក់សោពីរជាន់ដើម្បីឲ្យការប្រើប្រាស់កាន់តែមានសុវត្ថិភាពអរគុណបងប្អូនដែលទស្សនាកម្មវិធីរបស់យើងហើយកុំភ្លេចតាមដាននិងស្វែងយល់អំពីចំណេះដឹង Digital ផ្សេងទៀតនៅវគ្គក្រោយ